ស្ត្រីម្នាក់បានយកគ្រាប់ពូជពណ៌មាសមួយមកខំបំបីជាពីររួចក៏បានបោះគ្រាប់ពូជពណ៌មាសនោះទម្លាក់ចុះមកក្រោមវាក៏បានធ្លាក់ចុះមកយ៉ាងទៀតពេលធ្លាក់មកដល់ផ្ទៃទឹកវាក៏បានคล้ายជាកូនទូកឈើមួយរំពេចរួចក៏បានជួយស្ត្រីម្នាក់នោះឡើងមកច្រាំងដោយសុវត្ថិភាពនេះក៏ដោយសារទង្វើសប្បុរសរបស់នាងកាលពីប៉ុន្មានថ្ងៃមុនបើមិនដូច្នេះទេអ្នកភូមិទាំងអស់ពួកគេអាចនឹងត្រូវលង់ទឹកស្លាប់ដោយសារទឹកជំនន់កាលពីប៉ុន្មានថ្ងៃមុនគឺមានថ្ងៃមួយអាចិនបាននាំកូនប្រុសដែលមានអាយុ9ឆ្នាំឈ្មោះថាសៀវមីងឡើងភ្នំដើម្បីរកបន្លែនៅក្នុងព្រៃពេលដែលសៀវមីងមានកំពុងតែសម្រាកគេក៏បានឃើញអ្វីម្យ៉ាងនៅក្នុងទន្លេស្រាប់តែពេលនោះមានគោឈ្មោលពណ៌មាសមួយក្បាលផុសចេញពីក្នុងទឹកតែរាងកាយរបស់សត្វគោនោះបានចេញពន្លឺពណ៌មាសសៀវមីងបានរត់ចូលទៅដោយក្តីរំភើបគេបានចូលប្រឡែងលេងជាមួយគោមាសមិនយូរប៉ុន្មានគេជាមួយនឹងគោបានក្លាយជាមិត្តល្អនឹងគ្នានៅព្រឹកបន្ទាប់អ្នកភូមិបាននាំគ្នារៀបចំពិធីសែនព្រេនមួយអ្នកភូមិបានប្រមូលផ្ដុំគ្នាដើម្បីរីករាយពេលទំនេររបស់ពួកគេបន្ទាប់មកចៅហ្វាយស្រុកដែរមានចិត្តអាក្រក់និងសាហាវក៏បានមកដល់គេមកនេះក្នុងបំណងចង់កេងប្រវ័ញ្ចនិងគៀបសង្កត់អ្នកភូមិពេលមកដល់ចៅហ្វាយស្រុកមិននិយាយច្រើនគេកយកំហុសហាដែលកំពុងសែននោះយកមកបរិភោគរួចគាត់បានប្រកាសថានឹងរៀបចំពិធីចូលគោមួយហើយអ្នកភូមិដែលមានគោត្រូវតែចូលរួមហើយបើអ្នកណាចាញ់នឹងត្រូវដំឡើងពន្ធថ្លៃដី 200% គ្រាន់តែនិយាយចាប់ភ្លាមគាត់ក៏បានប្រឡែងគោខ្មៅរបស់គាត់ហើយគោខ្មៅក៏បានស្ទុះចូលមកចូលគោអ្នកភូមិឡើងភ័យរត់ស្លន់ស្លោអ្នកភូមិគេបានខឹងខ្លាំងណាស់តែមិនហ៊ាននិយាយបន្ទាប់មកគោខ្មៅក៏បានស្ទុះទៅរកគោផ្ទះរបស់សៀវមីងពេលនោះសត្វគោពណ៌មាសក៏បានលេចចេញមករួចក៏បានចូលទៅចូលគោខ្មៅឡើងខ្ទាតប្រហែល 2-3 ម៉ែត្រគោខ្មៅវាជាលើកទី1ហើយដែលត្រូវចូលចាញ់គេដោយកំហឹងភ្នែករបស់គោខ្មៅក៏ប្រែជាក្រហមភ្លាមដូច្នេះហើយវាក៏ប្រមូលកម្លាំងទាំងអស់របស់វាម្ដងទៀតហើយបន្តបុកទៅមុខតើពេលនោះគោពណ៌មាសវាបានគេខ្លួនធ្វើឲ្យគោខ្មៅរត់ទៅចូលនឹងដើមឈើហើយស្នែងរបស់វាក៏ជាប់នៅទីនោះហើយទោះជាវាខំប្រើកម្លាំងរើយ៉ាងណាក៏ដកមិនចេញចៅហ្វាយសុកស្រឡាំងកាំងពេលឃើញបែបនេះហើយពេលនោះគាត់ក៏ខឹងយ៉ាងខ្លាំងគាត់ក៏បញ្ជាឲ្យពួកគេចាប់គោពណ៌មាសនោះដើម្បីសម្លាប់ពួកគេក៏ចាប់ដើរធ្វើតាមបញ្ជាពួកគេក៏បានយកខ្សែបោះទៅឲ្យជាប់នឹងបំពង់របស់គោហើយគិតថានឹងចាប់វាបានយ៉ាងងាយភ្លាមមនុស្សក៏មាសក៏បានស្ទុះទៅមុខរួចក៏គេខ្លួនចូលព្រៃបាត់ទៅតែចៅហ្វាយស្រុកមិនព្រមលើកលែងឲ្យវានោះទេគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់លាក់ខ្លួននៅក្នុងព្រៃខាងនៅពេលដែលគោមាសរត់ទៅតាក់នឹងឈើកូនចៅក៏បានប្រើធ្នូបាញ់ចំត្រគាកខាងក្រោយរបស់គោមាសក៏ចាប់ផ្ដើមហូរឈាមចេញមកកូនមាសមានការជឿចាប់នឹងរត់ទៅណាមិនរួចពេលនោះអ្នកបម្រើពួកគេសប្បាយចិត្តណាស់ថានឹងអាចចាប់វាបានគោមាសក៏បានប្រើកម្លាំងចុងក្រោយរើបម្រះធ្វើឲ្យដាច់វឈើនោះហើយក៏រត់គេចខ្លួនទៅវាក៏បានរត់សំដៅទៅទឹកទន្លេរួចក៏ឆ្លងទៅទន្លេខាងនៅពេលដែលពួកគេមកដល់គោក៏បានបាត់ដានបាត់ស្រមោលស្របពេលដែលព្រះអាទិត្យជិតលិចទៅហើយចៅហ្វាយស្រុកគ្មានជំរឿអ្វីក្រៅពីត្រឡប់ទៅផ្ទះវិញហើយបន្តរកល្បិចដើម្បីចាប់គោមាសឲ្យបានមួយសន្ទុះធំក្រោយមកគោពណ៌មាសក៏បានមកដល់ផ្ទះសៀវមីងទាំងខ្លួនមានរបួសសៀវមីងបានស្ដាប់ឬសំឡេងនៅខាងក្រៅក៏ប្រញាប់រត់ចេញមកពួកគេក៏បានឃើញគោមាសត្រូវរបួសម្ដាយកូនគេទាំងពីរបានអាណិតគោមាសយ៉ាងខ្លាំងដូច្នេះហើយពួកគេក៏មើលថែគោមាសយ៉ាងយកចិត្តទុកដាក់សូម្បីតែដេកក៏ដេកក្បែរវាដែរទោះជាយ៉ាងណាក៏ដោយគ្រោះថ្នាក់នៅតែមិនអាចគេចផុតនៅព្រឹកព្រលឹមបន្ទាប់ចៅហ្វាយស្រុកក៏បានដឹកនាំកូនចៅនិងសត្វឆ្កែចាក់ចេញទៅពួកគេបានពឹងផ្អែកលើឆ្កែដើម្បីស្រង់ក្លិនរកគោមាសមិនយូរប៉ុន្មានពួកគេក៏តាមមកដល់ផ្ទះសៀវមីងហើយពេលនោះម្ដាយកូនគេទាំងពីរក៏ខំយកស្មៅដើម្បីគ្រប់សត្វគោមាសប៉ុន្តែដោយគំនោស្មៅចម្បាំងធំយ៉ាងនេះគឺមើលងាយនឹងដឹងច្បាស់ទីបំផុតនៅតែពួកគេរកឃើញគោមាសក៏ត្រូវបានគេយកខ្សែចងជាប់នឹងវាបានព្យាយាមប្រើកម្លាំងអស់ពីសមត្ថភាពដើម្បីរំដោះខ្លួនភ្លាមក៏មានព្រួញមួយបាញ់មកចំស្មាមុខបុករួមទាំងវាមានរបួសស្រាប់ទើបធ្វើឲ្យគោមាសបាត់បង់សុវត្ថិភាពក្នុងការទប់ទល់ភ្លាមពេលនោះអាចិននិងកូនប្រុសបានទៅទាញកន្ទុយគោដើម្បីកុំឲ្យគេដឹកគោទៅស្រាប់តែពេលនោះក៏មានកូនចៅកំណាចម្នាក់ក៏បានកាត់កន្ទុយគោយ៉ាងឃោរឃៅនៅពេលឃើញកន្ទុយគោដាច់ធ្លាក់មកម្ដាយនិងកូនពួកគេក៏បានអង្គុយយំចំណែកចៅហ្វាយស្រុកក៏បានបញ្ជាឲ្យពួកគេដុតគោមាសទាំងមូលតែម្ដងនៅពេលនោះភ្លើងឆេះយ៉ាងសន្ធោសន្ធៅពេលនោះគោមាសក៏បានក្លាយជាទឹករាវដែលមានពណ៌មាសរួចក៏ហូបចូលទៅក្នុងទន្លេក្រោមក្រសែភ្នែកចៅហ្វាយស្រុកនឹងកូនចៅដោយក្តីងឿងឆ្ងល់មិនយូរប៉ុន្មានកន្លែងដែលសៀវមីងបានជួបជាមួយគោមាសក៏ស្រាប់តែផុសចេញស្ត្រីចំណាស់ម្នាក់មកគាត់បានដើរចូលមកក្នុងភូមិដើម្បីសុំទានតែត្រូវចៅហ្វាយស្រុកនិងកូនចៅបានឲ្យឆ្កែដេញខំគាត់យ៉ាងសាហាវបន្ទាប់ពីរត់គេចពីឆ្កែកំណាចគាត់ក៏បានមកសម្រាកនៅក្រោមដើមឈើមួយតែសំណាងល្អក៏ត្រូវអាចិននិងកូនបានឃើញហើយក៏នាំគាត់យកទៅផ្ទះហើយយ៉ាងណាមិញគ្រួសារអាចិនក៏ក្រីក្រខ្លាំងណាស់ដែរមិនមានអ្វីសម្រាប់បរិភោគឡើយសោះតែដំឡូងតែប៉ុណ្ណោះដោយស្ត្រីចំណាស់គាត់មានអាការៈមិនស្រួលទើបមិនអាចហូបដំឡូងបានអាចិនក៏បានគិតចុះគិតឡើងគេក៏ដាច់ចិត្តយកស្រូវសម្រាប់ទុកធ្វើពូជនៅឆ្នាំក្រោយនោះយកវាមកបកឲ្យចេញជាអង្ករហើយក៏ដាក់ដាំវាចូលក្នុងឆ្នាំងដាំស្អស់រយៈពេលមួយសន្ទុះធំក្រោយមកក៏បានក្លាយជាបបរដោយឈ្ងុយឆ្ងាញ់នាងក៏បានដួសមួយចានមកហើយក៏បញ្ចុកស្ត្រីចំណាស់នោះម្ដងមួយម៉ាត់ទើបធ្វើឲ្យស្ត្រីនោះមានកម្លាំងឡើងវិញទើបរស់រានមានជីវិត
នៅព្រឹកបន្ទាប់ស្ត្រីចំណាស់ក៏ត្រូវចាក់ចេញនៅពេលពួកគេលីគ្នាស្រាប់តែពុកប្រែពណ៌យ៉ាងស្រស់ស្អាតនៅពេលនោះស្ត្រីចំណាស់ក៏បានបង្ហាញរូបរាងពិតរបស់ខ្លួនដើម្បីអរគុណអាចិននិងកូនប្រុសដែលបានជួយជីវិតគាត់ក៏បានយកគ្រាប់ពូជពណ៌មាសមួយគ្រាប់ឲ្យទៅអាចិនហើយប្រាប់ទៅនាងថាទុកវាសម្រាប់ដាំនៅរដូវដាំឆ្នាំវាប្រកាសអាចប្រមូលស្រូវរាប់ម៉ឺនគីឡូនៅឆ្នាំក្រោយហើយប្រសិនបើមានគ្រោះថ្នាក់ណាមួយកើតឡើងក៏អាចយកគ្រាប់ពូជមាសនេះបែងចែកជាពីរហើយបន់ស្រន់ចំនួន3ដងដោយនិយាយថាគោមាសនាំសំណាងវានឹងមានអភូតហេតុកើតឡើងជាមិនខាននៅពេលដែលស្ត្រីចំណាស់នោះបាននិយាយចប់ក៏បានជិះពុកឡើងទៅលើបាត់ស្រមោលសូនឲ្យឈឹងនៅយប់មួយមេឃក៏ចាប់ផ្ដើមងឹតពុកប្រមូលផ្ដុំគ្នាយ៉ាងច្រើននៅលើមេឃព្រមទាំងមានភ្លេចបន្ទូលហើយនឹងគ្រាន់ថែមទៀតផងភ្លៀងក៏បានធ្លាក់មកយ៉ាងខ្លាំងបូករួមជាមួយនឹងខ្យល់ព្យុះរន្ទះបាញ់មកបែកដុំធ្នស់ជាច្រើនចំណែកធ្វើឲ្យមានទឹកជំនន់ពេលនោះទឹកក៏បានហូរធ្លាក់មកយ៉ាងគំហុកពេលនោះនៅក្នុងភូមិបានប្រែក្លាយទៅជាមហាសមុទ្រយ៉ាងធំល្វឹងល្វើយអ្នកភូមិនិងសត្វពាហនៈផ្សេងគ្មាននរណាគេចរួចឡើយពួកគេត្រូវបានទឹកជំនន់បោកបក់ទៅតែចម្លែកដីនៅកន្លែងផ្ទះអាចិនវាបែរជាដុះឡើងលើមិនថាព្យុះឬទឹកជំនន់ខ្លាំងប៉ុណ្ណានៅតែមិនអាចធ្វើអីផ្ទះរបស់នាងបានវាហាក់ដូចជាមានកម្លាំងអតិទេពអ្វីម្យ៉ាងការពារនៅពេលដែលគេបានឃើញទិដ្ឋភាពបែបនេះគេនិងកូនប្រុសមានការខូចចិត្តយ៉ាងខ្លាំងគេពិតជាចង់ចុះទៅជួយពួកអ្នកភូមិខ្លាំងណាស់ប៉ុន្តែមិនដឹងធ្វើម៉េចអាចិនបានឈរនៅកណ្ដាលភ្លៀងដោយក្តីសោកសៅពេលនោះគេក៏នឹកឃើញពាក្យសម្ដីរបស់ស្ត្រីចំណាស់នោះរវាងស្បៀងអាហាររាប់ម៉ឺនអម្រែកនិងការជួយជីវិតមនុស្សជាចុងក្រោយនាងបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ទើបឃើញរឿងរ៉ាវដូចនឹងក្បាលវីដេអូចឹងឯងគ្រាប់ពូជពណ៌មាសក៏បានប្រែក្លាយទៅជាកូនទូកឈើអាចិននិងកូនបានចែវទូកឈើរបស់នាងដោយហ៊ានប្រឈមនឹងទឹកហូរខ្លាំងពួកគេក៏បានជួយអ្នកភូមិដែលនៅក្នុងទឹកឲ្យឡើងមកលើទូកម្ដងមួយម្នាក់បន្ទាប់មកក៏ជញ្ជូនពួកគេទៅតំបន់ដែលមានទីខ្ពស់ដោយទៅមកជាច្រើនជើងធ្វើឲ្យអាចិននាងនឿយហត់យ៉ាងខ្លាំងស្ទើរតែលែងរួចហើយក៏ប៉ុន្តែនៅមានមនុស្សជាច្រើនដែលត្រូវជួយសង្គ្រោះអាចិនពិតជាអស់មធ្យោបាយនាងក៏បានលុតជង្គង់ហើយលើកដៃប្រណម្យនិងអធិដ្ឋានសូមឲ្យទេវតាជួយអ្នកភូមិផងស្ត្រីចំណាស់ក៏មានអារម្មណ៍រំជួលចិត្តចំពោះសេចក្តីសប្បុរសរបស់អាចិនដូច្នេះហើយស្ត្រីចំណាស់ក៏បានបោះគ្រាប់ពូជមាសរាប់សិបគ្រាប់ចុះមកពេលនោះគ្រាប់ពូជទាំងអស់ក៏បានប្រែក្លាយទៅជាកូនទូកហើយអ្នកភូមិទាំងអស់ក៏ត្រូវបានសង្គ្រោះមានតែចៅហ្វាយស្រុកនិងគូកូនរបស់គាត់ទេដែលមិនត្រូវបានសង្គ្រោះក្រោយមកភ្លៀងក៏រាំងមេឃក៏ស្រឡះពួកអ្នកភូមិដែលបានរួចផុតពីគ្រោះមហន្តរាយពួកគេក៏បានពឹងផ្អែកលើដៃទាំងគូរបស់ពួកគេជួសជុលទាំងឡើងវិញទីបំផុតពួកគេក៏បានរស់នៅក្នុងភូមិនោះយ៉ាងមានសុភមង្គលនិងសុខសាន្តរៀងមក